សូមជម្រាបសួរដល់លោកគ្រូអ្នកគ្រូសិស្សានុសិស្សក៏ដូចជាគណៈកម្មការដែលមកទស្សនាវីដេអូនេះខ្ញុំបាទឈ្មោះខុនតារាជាប្រធានខ្ញុំឲ្យជួបផ្នែក Clip របស់ជាអរុនឈៀនខ្ញុំឈ្មោះខ្ញុំរ៉ារ៉េខ្ញុំជាទូទីសមាជិកខ្ញុំបាទឈ្មោះលេងខ្ញុំនេះទូនាទីខ្ញុំគឺជាសមាជិកហើយថ្ងៃនេះគុំខ្ញុំនឹងបកស្រាយប្រធានរបស់យើងដែលនិយាយតាក់ទងនឹងការបង្កើតភ្លើងអគ្គិសនីទីមួយខ្ញុំនឹងនិយាយតាក់ទងនឹងលំនាំបញ្ហាអញ្ចឹងលំនាំបញ្ហាអគ្គិសនីគឺជាចលនានៃអេឡិចត្រូននៅក្នុងអង្គធាតុមួយដែលយើងបានដឹងថាវាបានបង្កើតឡើងដោយពីររបៀបទីមួយគឺតាមរយៈធម្មជាតិដូចជាផ្លេកបន្ទោលជាដើមទីពីរគឺតាមរយៈកម្លាំងរបស់អង្គធាតុដូចជាចរន្តទឹកខ្យល់និងមនុស្សហើយមិនតែប៉ុណ្្នឹងទេគឺអគ្គិសនីតវាមានគ្រោះថ្នាក់ទៅដល់មនុស្សដែរគឺវាមានផលវិបាកមិនត្រឹមតែដល់មនុស្សទៅដល់នឹងអាចដល់ធម្មជាតិទៀតផងសំណួរស្រាវជ្រាវតើការបង្កើតអគ្គិសនីដោយប្រើប្រាស់កម្លាំងឬសកម្មភាពរបស់មនុស្សដោយតាមរយៈកង់យោងប្រព្រឹត្តទៅយ៉ាងដូចម្តេចខ្លះអត្ថប្រយោជន៍នៃការស្រាវជ្រាវអាចមានអគ្គិសនីគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់យើងនៅពេលមានបញ្ហាឬមានអាសន្នប្រើប្រាស់កម្លាំងនៃអង្គធាតុដូចជាទឹកខ្យល់ដើម្បីកាត់បន្ថយការប៉ះពាល់ដល់បរិស្ថានពីការបំពុលទី3កាត់បន្ថយការបាត់បង់ប្រាក់ច្រើនលើការប្រើប្រាស់អគ្គិសនីទី4ចាំបង្កើតអគ្គិសនីដោយខ្លួនឯងជួយដល់បញ្ហាជីវភាពប្រចាំថ្ងៃទី5ទទួលបានចំណេះដឹងណាការស្រាវជ្រាវគឺថាយើងមុនយើងបានរកឃើញឯកសារឬវីដេអូពីគេហទំព័រឬ website ដែលយើងបានរកឃើញក្នុងបណ្ដាញសង្គមដូចជា Google ឬ Wikipedia បន្តទៀតយើងក៏បានឯកសារថានឹងបន្តស្នាវីដេអូទៀតពីអ្នកគ្រូដឹកនាំដើម្បីឲ្យយើងនឹងមានការសិក្សាបន្ថែមទៀតសម្ភារៈដែលយើងប្រើសម្រាប់បង្កើតផលិតផលមានដូចជាប្រភ្លើងកាយផ្ទះឈើកបិតឡាមក្រាយអំពូលភ្លើងខ្សែភ្លើងឌីណាម៉ូខ្សែពានកង់ស្ពឺនិងចង្វាក់កង់ចឹងខ្ញុំនឹងបកស្រាយតាក់ទងទៅនឹងចំណុចទី4ដែលនិយាយតាក់ទងនឹងលទ្ធផលនៃការស្រាវជ្រាវចឹងក្រោយពីយើងបានធ្វើរយៈពេលមួយជុំនេះគឺយើងបានបង្កើតឧបករណ៍មួយដែលធ្វើឡើងពីកង់យោងតាមរយៈការប្រើប្រាស់ខ្សែពានហើយនិងស្ពឺចឹងឧបករណ៍ហ្នឹងដំបូងឡើយគឺវាមានជើងតម្រនៅពីកង់ដើម្បីតកង់ទាំងនោះដែលកង់នីមួយៗគឺមានកង់សម្រាប់ដាក់កន្លែងខ្សែពាននិងស្ពឺដែលជាកន្លែងដាក់ចង្វាក់ដែរចឹងអង្គមយើងគឺបង្កើតឧបករណ៍នេះគឺដើម្បីប្រើប្រាស់កម្លាំងរបស់យើងដើម្បីឲ្យមានចលនាវិលវល់ដែលយើងប្រើវាទៅវិលជាមួយនឹងម៉ូទ័រដើម្បីឲ្យវាអាចចេញភ្លើងបានចឹងតាមការមេរៀនគឺយើងបានដឹងថាកង់យោងគឺជាម៉ាស៊ីនងាយមួយយ៉ាងបើយើងអាចនិយាយទៅគឺវាជាម៉ាស៊ីនប្រភេទមួយដែលយើងអាចប្រើប្រាស់ដើម្បីចំណេញកម្លាំងរបស់យើងដែលភាគច្រើនគឺកង់យោងហើយស្ពឺហ្នឹងភាគច្រើនប្រើនៅក្នុងកង់នៅក្នុងម៉ាស៊ីនកាត់ដេរអីផ្សេងៗហើយមាននៅក្នុងយានយន្តដែលយើងជិះរាល់ថ្ងៃចង់ផងដែរខ្ញុំអាចសន្និដ្ឋានបានថាអគ្គិសនីវាបង្កើតឡើងទៅតាមធម្មជាតិចលនានិងសកម្មភាពរបស់អង្គធាតុឬមនុស្សអញ្ចឹងដូច្នេះហើយបានជាលទ្ធផលរបស់យើងអាចបង្កើតអគ្គិសនីបានតាមរយៈកង់យោលដោយប្រើខ្សែពាននិងស្ពឺពេលក្រុមយើងបានធ្វើក្លឹបរូបជុំទី1នេះបានជួបប្រទះបញ្ហាច្រើនមែនទែនដូចជាការខាតបង់ពេលវេលាការរវល់របស់សមាជិកផ្សេងនិងការអត់ចែកការងារគ្នាឲ្យស្មើគ្នាហើយបានជាក្រុមយើងមានសំណូមពរឲ្យសមាជិកផ្សេងទៀតដែលចូលក្លឹបអ្វីក៏ដោយឲ្យចេះកាត់ពេលវេលាឲ្យចេះកាត់ពេលវេលាល្មមឲ្យចែកកិច្ចការឲ្យគ្នាបានស្មើហើយបើសិនជារវល់ជួយប្រាប់ទុកមុនផងចុងក្រោយខ្ញុំសូមអរគុណទៅដល់លោកគ្រូអ្នកគ្រូសិស្សានុសិស្សឬគណៈកម្មការដែលបានទស្សនាវីដេអូនេះហើយជម្រាបលា